ហើយមួយថ្ងៃទៅឃើញហើយលិខិតកោលទោសនៃការឈ្លានពានពោះថៃតសេទៅហើយបើសិនយ៉ាងលិខិតកោលទោសនឹងវាការពារបូរណភាពទឹកដីបានមែនណារំលាយក្រសួងការពារជាតិចោលទៅកុំទុកតសេតែលិខិតហ្នឹងទៅអីក៏អន់ម្លេះលោកយើងអាណិតខ្ញុំនិយាយជាមួយកងទ័ពគឺគាត់អួលដើមករហូតមនុស្សប្រុសដែលជាកងទ័ពប្រុសខ្មែរសុកចិត្តស្រក់ឈាមតែមិនស្រក់ទឹកភ្នែកលើកនេះស្រក់ទឹកភ្នែកចេញឈាមអត់ស្រក់ឈាមមែនប៉ុន្តែយំចេញឈាមហើយពួកមេហ្នឹងអត់ទេនៅតែក្នុងក្រុងនេះទេមកដល់ពេលនេះហើយមិនទាន់ឃើញរដ្ឋមន្ត្រីក្រសួងការពារជាតិមិនទាន់ឃើញឧបនាយករដ្ឋមន្ត្រីណាមួយមិនទាន់ឃើញនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅឈរក្បែរព្រំដែនផងឋានៈដែលអនុทินដឹកនាំតែ3ខែវាទៅថតតាមព្រំដែន2ដងហើយថតនៅភូមិព្រៃច័ន្ទម្ដងថតនៅប្រាសាទតាកបីម្ដងឯនេះរវល់តែបច្ច័យគ្នានៅក្រុមនេះតនុយតលិចតនុយតកែបអត់ចេះខ្មាស់ពលរដ្ឋឥឡូវមកមើលថាឥឡូវហ្នឹងយើងឃើញហើយកងទ័ពយំចេញឈានមន្ត្រីរាជការនិយាយអត់ចេញប្រជាពលរដ្ឋស្រក់ទឹកភ្នែកនិយាយមិនបានគេចោទញុះញង់យំតាម Facebook ពលរដ្ឋខ្លះពឹងលើរដ្ឋាភិបាលមិនបានបនខ្មោចម៉ែខ្មោចឪឲ្យជួយការពារដីកូនចៅផងពឹងស្អីអត់បានទេរដ្ឋាភិបាលមួយនេះនោះបើឥឡូវសំណួរសួរថាតើរដ្ឋាភិបាលនេះកំពុងធ្វើអីរងហើយកន្លងមកខ្ញុំនិយាយឲ្យតែសង្គ្រាមវាមាន3ប្រភេទជាមួយនឹងថៃហ្នឹងវាមិនដាប់វុនបាញ់និយាយទេដាក់ស្ងាត់តែឥឡូវលែងមានអីអួតដែរសង្គ្រាមសារព័ត៌មានក៏គ្មានទៅរួចជាមួយគេដែរព្រោះយើងពិភពលោកគេមើលមកយើងមិនមែនជាមនុស្សល្អផងគ្រាមការទូតក៏ទៅអត់រួចគេឈ្មោះវាមិនមានយុទ្ធសាស្ត្រចេញមកអយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមអស់ដីអស់ភាសាមកដល់យុទ្ធសាស្ត្រពោះចិត្តប៉ក់អស់ដីពីប៉ោយប៉ែតពីប្រទីមានជ័យធ្លាយមកដល់ហើយណាពោះសัตว์នឹងយុទ្ធសាស្ត្រពោះដល់មកដល់ឥឡូវអត់មានស្អីតជាមួយគេមិនត្រឹមតែហាមពលរដ្ឋខ្លួនឯងមិនត្រឹមតែហាមកងទ័ពមិនឲ្យផ្ទុះអាវុធទេមកដល់ដំណាក់កាលនេះខ្ញុំថាយុទ្ធសាស្ត្រនេះគេហៅយុទ្ធសាស្ត្រឆ្កែតឿព្រុសក្នុងរបងបងប្អូនដែរឃើញអាឆ្កែតឿទូចអូព្រុសមកក្នុងរបងព្រុសដល់ហើយនោះប៉ុន្តែគេបើករបងស្ងាត់ហើយបើករបងស្ងាត់ហើយណែមកដល់ឥឡូវមកដល់ហ្នឹងណាដែលរដ្ឋាភិបាលប្រទេសផ្សេងទៀតគេបន់ឲ្យតែប្រជាជនគេស្រឡាញ់ជាតិគេចំណាយថវិកាជាតិនៅក្នុងការជំរុញធ្វើម៉េចកសាងជាតិនិយមឲ្យពលរដ្ឋគេស្រឡាញ់ជាតិចម្លែករដ្ឋាភិបាលរបស់កម្ពុជានៅពេលដែលពលរដ្ឋនៅពេលដែលមន្ត្រីរាជការនិយាយអំពីរឿងព្រំដែនបែរជាចោទមន្ត្រីរាជការចោទពលរដ្ឋថាកំពុងតែញុះញង់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គមបង្កឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងសង្គមថ្មីនេះយើងឃើញហើយថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានចាប់គ្រូបង្រៀនម្នាក់នៅក្នុងខេត្តកណ្ដាលគ្រាន់តែគ្រូបង្រៀនម្នាក់និយាយអំពីរឿងព្រំដែនណាម្រងគិតថារឿងព្រំដែននេះមិនបាច់ណានិយាយទេទុកឲ្យតែគ្នាអាចនិយាយបានហើយប៉ុន្តែបើថាឲ្យតែបកកាយអញ្ចឹងអត់អីទេបងប្អូនបរដ្ឋាភិបាលថាអូឥឡូវគុំនិយាយទាំងអស់ពលរដ្ឋក៏មិនបាច់និយាយកងទ័ពក៏គុំឈឺចាប់ទុកឲ្យពលរដ្ឋទុកឲ្យរដ្ឋាភិបាលទទួលខុសត្រូវដោះស្រាយប៉ុន្តែឥឡូវនេះយើងអត់ឃើញថារដ្ឋាភិបាលមួយនេះមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហារឿងព្រំដែនទេណាហ
ហើយដើរប្រកាសថាសូមឲ្យជឿលើរដ្ឋាភិបាលសូមឲ្យជឿរួបរวมគ្នាឯកភាពគ្នាជឿលើរដ្ឋាភិបាលដើម្បីរដ្ឋាភិបាលដោះស្រាយបញ្ហាប៉ុន្តែកុំភ្លេចថាដីនេះមិនមែនដីរដ្ឋាភិបាលក្រមដឹកនាំគណៈរដ្ឋមន្ត្រីនឹងមកក្រមហ្នឹងទេឬក៏ក្រមមេដឹកនាំគណៈបកប្រជាជនហ្នឹងទេណាដីនេះគឺជាដីដែលដូនតាខ្មែរបន្សល់ទុកគ្រប់គ្នាមានសិទ្ធិនៅក្នុងការនិយាយអំពីរឿងកិច្ចការងារព្រំដែនគ្រប់គ្នាមានសិទ្ធិនៅក្នុងការបារម្ភអំពីកិច្ចការងារព្រំដែនរដ្ឋាភិបាលធ្វើកិច្ចការងារនយោបាយផុសខ្លួនទៅណានៅក្នុងការដោះស្រាយបញ្ហារឿងព្រំដែនមានយន្តការរដ្ឋមានលទ្ធភាពនៅក្នុងការប្រើប្រាស់មន្ត្រីរាជការមានលទ្ធភាពនៅក្នុងការបញ្ជាកងទ័ពប៉ុន្តែកិច្ចការងារកន្លងមកការបំពេញភារកិច្ចក្នុងនាមជារដ្ឋាភិបាលដែលពលរដ្ឋបោះឆ្នោតឲ្យដើម្បីមកធ្វើជាតំណាងនៅក្នុងការការពារបូរណភាពទឹកដីជំរុញការវិវត្តសេដ្ឋកិច្ចបែរជាបំពេញតួនាទីមិនបានត្រឹមត្រូវរហូតដល់ពេលខ្លះយើងមើលឃើញថាវាអសមត្ថភាពទៅទៀតហើយដើរទៅអួតចឹងទៅអ្វីដែលចម្លែកមួយទៀតណាបងប្អូននៅពេលដែលពលរដ្ឋខ្មែរកំពុងតែខ្លាចរអានៅក្នុងការនិយាយរឿងកិច្ចការងារព្រំដែនដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតតែបង្ក្រាបតែចោទថាពលរដ្ឋខ្លួនឯងនៅពេលដែលពលរដ្ឋខ្លួនឯងនិយាយពីរឿងកិច្ចការងារព្រំដែនចោទពលរដ្ឋខ្លួនឯងថាកំពុងតែញុះញង់បែរជាបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនដែលតែងតែកាន់ជើងលើកជើងរដ្ឋាភិបាលហ្នឹងទៅសម្ភាសជនជាតិចិនបែបលើកដំកើងពួកជនជាតិចិនទាំងនោះថាជាអ្នកក្លាហានជួយការពារបូរណភាពទឹកដីវាមានអាធននឹងទៀតខណៈដែលពលរដ្ឋខ្លួនឯងនិយាយចាប់ដាក់គុកប៉ុន្តែជនជាតិចិនដែលគ្រាន់តែនិយាយដើម្បីការពារផលប្រយោជន៍ការពារហាងគ្មានចិននៅថ្មជាពិសេសករណីនៅថ្មដាទេបងប្អូនពិចារណាបងប្អូនគ្មានចិននៅថ្មដាដែលបើកហាងលក់ដូរនឹងវាស្រឡាញ់ទឹកដីខ្មែរទេអត់មានទេវាខឹងថៃនឹងវាខឹងដោយសារតែថៃនឹងវាយកកុងតឺន័រមកពាត់ហាងវាតែប៉ុណ្ណឹងបើមិនពាត់ហាងវាក៏វាមិនចេញមកដែរវាខុសពីខ្មែរវាខុសពីពលរដ្ឋយើងតែបារម្ភអំពីទឹកដីពិតប្រាកដបេះដូងនឹងវាចេញទៅអញ្ចឹងទោះបីជាគ្មានស្អីជាផលប្រយោជន៍ផ្ទាល់នៅក្នុងតំបន់នោះក៏ដោយណាករណីដោយលោកគ្រូម្នាក់នៅក្នុងខេត្តកណ្ដាលវាមិនទាន់ដល់ប៉ះដល់ដីគាត់ទេណាប៉ុន្តែហេតុអីបានគាត់ចេញមកនិយាយដោយសារគាត់បារម្ភដោយសារបេះដូងវាស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់បូរណភាពទឹកដីចាប់ដាក់គុកខ្ញុំអត់ដឹងថារដ្ឋាភិបាលបច្ចុប្បន្ននឹងកំពុងតែគិតអីទេកំពុងតែគិតអីទេមកដល់ពេលនេះខ្ញុំសង្កេតឃើញចេះបងប្អូនខ្ញុំសង្កេតឃើញថាពលរដ្ឋខ្មែរបច្ចុប្បន្នណាបើនិយាយអំពីរឿងកិច្ចការងារព្រំដែនរឿងបូរណភាពទឹកដីពលរដ្ឋខ្មែររាល់ថ្ងៃនេះកំពុងតែខឹងសម្បានឹងស្អប់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតជាងស្អប់ថៃឬក៏ខឹងថៃវាខឹងត្រង់អីខឹងត្រង់ថាពលរដ្ឋរួមគ្នានៅក្នុងការតស៊ូការពារបូរណភាពទឹកដីការពារផ្ទះសម្បែងរបស់គាត់សន្លត់គម្រាមកំហែងចាប់គេដាក់គុកហើយប្រកាសឲ្យគេទឿជឿទុកចិត្តលើរដ្ឋាភិបាលផ្ញើញត្តិការទូទៅម្ដង 6-700 សន្លឹកហើយអត់មានបានប្រយោជន៍ស្អីទេចំណុចមួយទៀតដែលពលរដ្ឋមើលឃើញថាវាគួរឲ្យខឹងរដ្ឋាភិបាលមួយនេះណាគឺខឹងស្អប់រដ្ឋាភិបាលមួយនេះគឺទី1មិនត្រឹមតែកំសាកនៅក្នុងការទៅឈរការពារបូរណភាពទឹកដីទេវាបែរទៅយកពេលវេលាទៅធ្វើកិច្ចការងារដែលមិនសំខាន់ផ្សេងទៀតនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅប្រជុំអីក្រុមប្រឹក្សាពិគ្រោះយោបល់អីណាពង្រឹងប្រសិទ្ធភាពការងារអីណានោះទៅ
và thiên phật sập hia tới tụi tua nhiều chẳng tới trong giấy này men miền đây thà oi nom kia tụi thưa rương canh ca nghe prom đan nó oi chụp đầm na ca và quan đặc nom rọt tèng sòng thế nè còn bàn tay tôi chơi chặt ăn thì phiếp ca nghe bỏ chiết phong và tê không pong ta kê liên piên này rương ấy để dương trâu tụi thưa canh ca nghe ọt và dọc xịn chứ mấy con mình pra cầm lăng sờ rốc nó không ca piên tức đây sắt mấy ban bằng vai tư oi po rọt từ chụp buộc cho bò rương xây từ vĩnh chẳng hỏi bỏ dương mơ bị tức chất rồi bỏ po rọt complete thà po rọt khai này cao nó không cùi pung nè chầm băng mà nè đấy men đời là chầm băng như mùi cái ọt miền đằng rương ấy thế nè bàn tay còn miền chiêm chỉ nè chầm băng chiêm chia po rọt mà nè lọp luôn nó không à na chạm môi chỉ à na chạm khai nó so chiêm năng nó nói thế men so chiêm cũng xa đôi ba chợ bon thế phần tay đời xa mà nu cũng xa ta ngon nu viên tàu cũng pay porot mà nói porot cất cu đường from này luôn ai cũng xa hỏi mình nói porot phơ tiệt đối với này hai trong mơ khơi thà porot ở lâu ní bồn dây bị rương off thái mình sâu off thái vào má đấy off rọt thà bị ba luôn ai năng là mỏ ai tàu lơ của chân của ai na nó hai đây ban bẩn đo chiết này dùng bài này ca thưa bài này bằng ổn cứ chỉ ca sầm lấp mà nè sẽ ca chiết rồi bọc rọt luôn ai chỉ ca bỏng phai nâu tức chất chiết này dùng rồi bọc rọt luôn ai hai mình đang nằm bay ấy không mình rong ta sờ lanh chiết snai hai chiết ta mặt đông cru xa luôn ai nữa bờ tàu để ở bậc cài đó mình tha đấy chả sẽ đáy bàn ta út thế anh đi pi mồm vào cổ rọt lâu dương mơ mình tức chặt mình trai đi cả thằng ngọc này tức chặt mình trai đi cả mình trai đi cả để trong ban chè chè muối phụ con ọt này dây ấy thế con tha con này dây ọt chanh mình để dây nó mình cất cu bị rương chiết thế nó mình trai đi cả phái lược lên cho mình trai bao lai đại lao mau tam chương khao lao mau tam pui pung chạy tầm này bị âu ấy à nó rương xe mới tiếc vẫn ta mình trai đi cả đại cao chanh bị sầm mặt tập hiệp tam được dạ cao bảo long trôi phương mình trai đi cả phụ con này dây ọt chanh thì vì chắc đàm trung chả sẽ đai đôi cừu bằng riêng môi nó khai cả đá hay năng mình đa sẽ cầm một chun sen tiền xua thà nị dây tao đăng miếng là nam mình đăng thà nị dây tao việc cừu thằng thế nị dây cứ bỏ cót chìm miếng là nhà thôi mà chặt đặt cục hay bọt nhung nó cứ pra cướp cả lại tại sao tao bọt nhung đấy cứ pra sầm lót mình trai đi ca pra chập sẽ cầm một chun cái nam paไปช่างđặt cục pra chập mình trai cái nam paไปชี้chun để anhเตรียมtrong bọt nó cứ chập đặt cục cứ bọt nhung này chỉ ở vụt môi để pra miền về sự hiệp và là mình trai thông cái pra vụt miền đôi chỉ riêng ACU của nè ông cái hiệpไปช่างpơ pô còn lui chẳng đâu anh ông cái pra cái pô cái bộ cho phần đá trong nâu khơi tham mình trai đi ca rồi ngày ní chiết này dùng phiếp chiết này dùng ca sờ lanh chiết của con nâu pin khu của bạn pin bay đồ của con phần đai Việt Nam miền rồi băng này phiếp khai hàn mà chủng luôn để con mình hiên này giấy để sao việc passport của đó ca rồi nâu côn và pôn vào con tận tâm năng rót happy ba mùi ní nâu tại to cầm riêng cầm hai mình trai đi ca hoặc luôn này cào tập pi ca sầm lấp mình sẽ ca mình trai đi ca riêng ca nghe khởi nhé có lon máu bong ôn mình trai đi cá cùng tập prang say thưa cá nó trong mình trai đi cá chiếm đọc cho năm kêu bằng riêng nó không có bật cho con về chơi lại trong cục ven trao của việc mình tàu một ruồi tê chlong côn trao về mình ruồi dương mơ mơ là na bật lây mình toàn chịu vì các ba mà làm thưa ròn mình trai rồi màu nó
lông kìm lông ai mau ơi mình tại phần nắng chắc đào phần đào kia thắng dương trâu prăng prai co sang sầm mặt hiệp phê này vô bài kinh cụ lụt nam sài ní chạy thành dây tranh màu đài luôn ai nước lào để xa âu để xa mình để xa pu thế phần đất đào phần tây đi cà phê tiết hỏi prăng prai co sang sầm mặt hiệp ai có chơi mà lấy dương mơ đó và nay nó trong nó chưa thà mình tây đi cá nấu tại miền hiệp chiết này dũng nè đây sả lanh riska nè đây sả lanh càng nghe rót đó nè chất chỉ chiết này dũng này việt nam miền việt nấu sả lanh po rót việt nấu sả lanh càng nghe chỉ mình tây riska phần tay rồi băng rót hà bị ba đại tay tại sầm lót cùng riêng cùng hai phu quạt thôi phu quạt ọt hiên này vậy bát ba bát ba nó không càng nghi hái bát ba rương chiên để dùng được tiền nè khla năng thưa nè dụ rong năng dụ sala rong năng rong lần sam sập năm đấy rồi mau miền cồn không mình nè cái mà đã thưa nè dụ cho vai khai cho vai sọc vào đôi kia nè khla năng su màu năng chỉ phải xây cho vai sọc cho vai khai mà cho nuốt nó cứ bị chun cồn không mình cồn thua cồn ấy chăng nhóm bán khai thì cồn thua đó và ta tàu sọc máy lang thông ấy và nó khơi là tham mình nghe ska bị chơi tại chơi ở đây trong pe mình nghe ska bị chơi ở đây trong chẳng ai thua ta mình nghe ska luôn này chẳng ai dừng khơi tham mình trai đi ska phải chọn ban đi vì dây vì rương chiết này dây vì rương bồ nạp hiệp thực đấy có tăng trung này dây tranh nhé này dây ọt tranh đi mục sòng ngốt sòng ngắt cướp kia tu tiên vật đấy tí muối việc mặt thay phong rồi bàn của năng phẩm mát là hốt và hai trăm cây phải chun nè lên mà đai sừng cúng mà can cho mà lang đây mai dương squat thà về đẹp bro bọc cún về đẹp bro chỉ là nè là hàng chỉ làm đặc ai chứ cái phải chun thà năng muối máu không biết hiên thưa sẽ cái ót hiên đặc công cần nơ mau cắt flow cắt ấy tập o hay trong trẻ ngò đấy chứ có đập mau sưu mà lẽ về ly máu đấy có giống mấy container ba container máu nó ôi tập pol rót cho đông mò cục nó cũng miền hiên trôi máu sưu chẳng đây tì muối cả lấy ngon nó chia cả lấy nó bòn cho mò đập phum nó bòn con to mấy anh nhà đấy chun silver trôi máu sưu chẳng đấy phần đà lâu việc prao con to việc prao phù hợp cam mà chun Facebook nó hay dướng ham pol rót ham mình tây đi cả ham con to có mọi thứ ấy non sát hàn là phiền cho mình đăng tháoประมาณ ngày tiết phải chỉnh sạch đầu mấy cho mình đăng ấy còn là lâu nữa trong dây trăm ngày nắng ấy mình tây đi cả rùm tiền trong mình đã phong để chia tay ta mình tây đi cả chưa chắc lâu nắng tập bông lấy về riêng ưa một trong club riêng ởประเทศ Thái đọc cho năm về riêng ưa nó thà dương mày nó mình on riêng Thái của má đấy lâu ní không mắc mất phe không mắc mất phe và nó không sọc uột tổ chẳng hay bong bồn mình trai đi cá trong cất thà trong cổ rúp hiệp chiến để dùng mà bong bồn trong chưa là bong bồn mình bỏ bong cả cất cù pi đường chiết thế vì nấu trăm là ngày để tu tranh được nó lâu dương từ lót mà mơ đương con top chu mục bành vậy là con top lụa lê con top cồn khmer ấy bẹp cài năng tê cùng năng về rương việc khmer đây không cục lố của miền ở Campuchia mới tê vẫn vợ việc co sang và thò năng màu hái từ bắt đầu kia mấy bậc luôn anh làm tam Âu đây nè lông kim lông anh lông ở bạn này vô rom tray lông chặt tung hay nào vẫn bởi dây bị con toп chua múc bộ quạt dùng tranh chiêm
អានេះខ្ញុំនិយាយផ្ទាល់ជាមួយកងទ័ពគាត់ប្រាប់ថាលោកគ្រូខ្ញុំយំចេញឈាមលោកគ្រូឈរញ័រដៃអោបកំភ្លើងដល់កញ្ចាស់មើលគេយកកុងតឺន័រមកដាក់កាត់ផ្លូវខណៈដែលមេតបខណៈដែលមេបញ្ជាការខ្លួនឯងហាមដាច់ខាតមិនអោយផ្ទុះអាវុធចិត្តយើងអ្នកនៅក្រៅប្រទេសចិត្តយើងជាពលរដ្ឋនៅក្នុងប្រទេសមិនជួបផ្ទាល់ដោយបងប្អូនកងទ័ពដែលនៅឈរជើងជួរមុខទេជាតិនិយមនោះវាដូចគ្នាប៉ុន្តែកម្រិតនៃការគិតគូរនិងការជួបនៅស្ថានភាពផ្ទាល់វាខុសគ្នាគាត់ឈរយំចេញឈាមមិនមែនយំចេញទឹកទេណាមិនមែនយំចេញទឹកភ្នែកដូចយើងទេយំចេញឈាមឈរញ័រដៃមើលគេវាអន់ហួសអន់ជាងឡាវទៀតបើនិយាយមិនបាច់ថានិយាយធៀបជាមួយណាធៀបជាមួយនឹងឡាវណាជាពិសេសបងប្អូនខ្មែរឬក៏បងប្អូនកងទ័ពមន្ត្រីរាជការដែលធ្លាប់ធ្វើការនៅខេត្តស្ទឹងត្រែងដឹងហើយចូលអត់បានទេឲ្យតែស្លៀកពាក់កងទ័ពឬក៏ចូលទៅកាប់ឈើឡាវដឹងឡាវបាញ់ស្ពាយតែកាសេជិះម៉ូតូក៏ចាស់ឆ្វែលតាមព្រំដែនហ្នឹងអត់មានចាំបាច់សុំអនុញ្ញាតថ្នាក់លើសុំយោបល់អីទេបាញ់សិនចាំដោះស្រាយតាមក្រោយគ្មានអាណាហ៊ានជាមួយឡាវទេឡាវក្រជាងយើងទេបើនិយាយពីរឿងសេដ្ឋកិច្ចប៉ុន្តែគេអត់មានមកឲ្យគ្រាន់តែរឿងព្រំដែនកពិកកពុកចាំសុំថ្នាក់លើគេយកចូលដល់3 4គីឡូហើយថ្នាក់លើមិនទាន់ងើបពីដេកផងសវឹងពីល្ងាចផងមេតបអស់ហ្នឹងគឺវែងបាត់ហើយអាយុจะច្រើនទៅទៀតទឹកនោមផ្អែមផងលើសឈាមផងមានទេណាមុំតពណ៌វានឹងមកដល់លើហ្នឹងគេយកចូលពី3គីឡូក៏អាទូកុងតឺន័រហ្នឹងដាក់ចូលមកដល់ថ្មដាបាត់បើសិនជាក្នុងករណីយកតែធ្វើតាមឡាវតែបន្តិចឥឡូវអនុញ្ញាតឲ្យកងទ័ពនៅជួរមុខហ្នឹងបាញ់វាក៏ភ្លើងខ្លីហ្នឹងបាច់ប្រើភ្លើងធំទេវាមិនដែលលីកុងតឺន័រឆ្លងភ្នំមកដាក់ទេវាដឹកទូមកតាវាមានឡានឆាក់ដឹកមកតាវាមានអាស្ទូចលើកស្ទូចពីឡានយកមកដាក់តាវាមិនមែនស្រួលដឹកមកឯណាចុះអនុញ្ញាតឲ្យកងទ័ពឈរជើងនៅនឹងដាក់វាមើលកុំឲ្យវាប្រហើនពេកបាញ់ឲ្យតាមជួរព្រំដែនហ្នឹងហើយមួយទៅអូបណ្ឌិតនេះស្រឡាញ់សង្គ្រាមអត់មានខ្ញុំមិនខ្វល់ទេណាថាខ្ញុំអីថាទៅការពារដីសិនប៉ុន្តែអត់ហ្មងទុកឲ្យកងទ័ពនៅជួរមុខឈរយំចេញឈាមញ័រដើមទ្រូងមិនហ៊ានធ្វើអីគេឈរចាំមើលទាំងស្រក់ទឹកភ្នែកពេលឃើញថៃវាដឹកកុងតឺន័រយកមកដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួនហើយមួយថ្ងៃទៅឃើញហើយលិខិតកោលទោសនៃការឈ្លានពានប៉ុស្តិ៍ថៃតសេទៅហើយបើសិនយ៉ាងលិខិតកោលទោសនឹងវាការពារបូរណភាពទឹកដីបានមែនណារំលាយក្រសួងការពារជាតិចោលទៅកុំទុកតសេតែលិខិតហ្នឹងទៅអីក៏អន់ម្លេះលោកយើងអាណិតខ្ញុំនិយាយជាមួយកងទ័ពគឺគាត់អួលដើមករហូតមនុស្សប្រុសដែលជាកងទ័ពប្រុសខ្មែរសុកចិត្តស្រក់ឈាមតែមិនស្រក់ទឹកភ្នែកលើកនេះស្រក់ទឹកភ្នែកចេញឈាមអត់ស្រក់ឈាមមែនប៉ុន្តែយំចេញឈាម
ហើយពួកមេហ្នឹងអត់ទេនៅតែក្នុងក្រុងនេះទេមកដល់ពេលនេះហើយមិនទាន់ឃើញរដ្ឋមន្ត្រីក្រសួងការពារជាតិមិនទាន់ឃើញឧបនាយករដ្ឋមន្ត្រីណាមួយមិនទាន់ឃើញនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅឈរក្បែរព្រំដែនផងឋានៈដែលអនុทินដឹកនាំតែ3ខែវាទៅថតតាមព្រំដែន2ដងហើយថតនៅភូមិព្រៃច័ន្ទម្ដងថតនៅប្រាសាទតាកបីម្ដងឯនេះរវល់តែបច្ច័យគ្នានៅក្រុងនេះតនុយតលិចតនុយតកែតអត់ចេះខ្មាស់ពលរដ្ឋឥឡូវមកមើលថាឥឡូវហ្នឹងយើងឃើញហើយកងទ័ពយំចេញឈានមន្ត្រីរាជការនិយាយអត់ចេញប្រជាពលរដ្ឋស្រក់ទឹកភ្នែកនិយាយមិនបានគេចោទញុះញង់យំតាម Facebook ពលរដ្ឋខ្លះពឹងលើរដ្ឋាភិបាលមិនបានបនខ្មោចម៉ែខ្មោចឪឲ្យជួយការពារដីកូនចៅផងពឹងស្អីអត់បានទេរដ្ឋាភិបាលមួយនេះនោះបើឥឡូវសំណួរសួរថាតើរដ្ឋាភិបាលហ្នឹងកំពុងធ្វើអីរងហើយកន្លងមកខ្ញុំនិយាយហើយតែសង្គ្រាមវាមាន3ប្រភេទជាមួយនឹងថៃហ្នឹងវាបដាប់វុនបាញ់និយាយទេដាក់ស្ងាត់តែឥឡូវលែងមានអីអួតដែរសង្គ្រាមសារព័ត៌មានក៏គ្មានទៅរួចជាមួយគេដែរព្រោះយើងពិភពលោកគេមើលមកយើងមិនមែនជាមនុស្សល្អផងក្រៀមការទូតក៏ទៅអត់រួចគេឈ្មោះវាមិនមានយុទ្ធសាស្ត្រចេញមកអយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមអស់ដីអស់ភាសាមកដល់យុទ្ធសាស្ត្រពោះចិត្តប៉ក់អស់ដីពីប៉ោយប៉ែតពីប្រទីមានជ័យធ្លាយមកដល់ហើយណាពោះសัตว์នឹងយុទ្ធសាស្ត្រពោះដល់មកដល់ឥឡូវអត់មានស្អីតជាមួយគេមិនត្រឹមតែហាមពលរដ្ឋខ្លួនឯងមិនត្រឹមតែហាមកងទ័ពមិនឲ្យផ្ទុះអាវុធទេមកដល់ដំណាក់កាលនេះខ្ញុំថាយុទ្ធសាស្ត្រនេះគេហៅយុទ្ធសាស្ត្រគេហៅយុទ្ធសាស្ត្រឆ្កែតឿព្រុសក្នុងរបងបងប្អូនដែរឃើញអាឆ្កែតឿទូចអូព្រុសមកក្នុងរបងព្រុសដល់ហើយនោះប៉ុន្តែគេបើករបងស្ងាត់ហើយបើករបងស្ងាត់ហើយណាមកដល់ឥឡូវមកដល់ហ្នឹងណាមកដល់ដំណាក់កាលប្រើប្រាស់យុទ្ធរឿងតាក់តងរឿងព្រំដែននេះគឺមកដល់រដ្ឋាភិបាលហ៊ុនម៉ាណែតមកដល់ដំណាក់កាលមួយគឺដំណាក់ឆ្កែតឿព្រុសក្នុងរបងហើយតែសេតែលិខិតតវ៉ាទេមានស្អីឡូឡាអញ្ចឹងទៅសេលិខិតតវ៉ាអាណាអានឲ្យទៅអញសេហើយខ្ញុំលើកឡើងអញ្ចឹងបើថាលិខិតតវ៉ាលិខិតកោតទោសនឹងវាការពារបូរណភាពទឹកដីខ្មែរបានលុបក្រសួងការពារជាតិចោលទៅបាច់ការពារសេមិនបាច់មានទាហានស្អីតែសេតែលិខិតហ្នឹងទៅរកអាណាទៅសេបកាយសរសេបកាយតែងលិខិតសេមួយថ្ងៃចេញ500លិខិតការពារបូរណភាពទឹកដីហើយហាមពលរដ្ឋកុំឲ្យនិយាយរឿងទឹកដីហាមកងទ័ពកុំឲ្យអីហ្នឹងមិនក៏មកដល់ដំណាក់កាលជ្រើសរើសយុទ្ធសាស្ត្រកំសាញីបែបហ្នឹងឥឡូវយើងមើល35ឆ្នាំហើយឥឡូវយើងមិនបាច់និយាយពីមុនឆ្នាំ91មុនឆ្នាំ93ទេអាហ្នឹងយើងវារវល់ធ្វើសង្គ្រាមផ្ទៃក្នុងសង្គ្រាមមនោគមវិជ្ជាប៉ុន្តែពី93មកនេះវាគួរតែមានឱកាសនៅក្នុងការកសាងជាតិនឹងឲ្យវារឹងមាំមិនមែនតែមកនាំគ្នាមកនិយាយទៅដើម្បីឲ្យជាតិរឹងមាំណាមានកម្លាំងនៅក្នុងការពារជាតិយើងត្រូវពង្រឹងវិស័យអប់រំចុះ35ឆ្នាំមុនហ្នឹងយើងធ្វើអីហើយមកដល់ពេលនេះហើយបងប្អូនសង្កេតមើលទៅអ្នកវិភាគក្តីអ្នកអីក្តីអ្នកគ្រប់គ្រងរដ្ឋាភិបាលហ្នឹងពិនិត្យមើលខ្លួនឯងមើលតើរដ្ឋាភិបាលរាល់ថ្ងៃនេះណាមាន
សញ្ញាណាមួយដែលមានចេតនានៅក្នុងការពង្រឹងជាតិទេនៅក្នុងការធ្វើឲ្យជាតិកម្ពុជាជាតិខ្មែរនឹងខ្លាំងទេក្រៅតែពីពង្រឹងអំណាចខ្លួនឯងបើថានិយាយពីអំណាចខ្លួនឯងនឹងពង្រឹងដល់ហើយប្រើចំណាយលុយមិនក៏បានដែរប៉ុន្តែរឿងជាតិមួយរឿងអភិវឌ្ឍវិស័យកងទ័ពមួយឲ្យលួយនៅក្នុងនោះកងទ័ពចាស់ទៅក្រាញអំណាចទៅកងទ័ពថ្មីសើកូនអ្នកធំបនុយកងទ័ពចូលការ៉ាអូខេដល់ឡាកងទ័ពដែលការពារទឹកដីពិតប្រកបក្ររហាមដល់ពេលធ្វើសង្គ្រាមលើកដៃសុំអ្នកលក់លេអនឡាញហើយបើហៅគេវិញហៅសិវិរៈកងទ័ពវិរៈកងទ័ពស្អីអញ្ចឹងវិរៈកងទ័ពលើកដៃសុំគេរហូតអញ្ចឹងដោយសារអ្នកណាបងប្អូនកងទ័ពពិចារណាវាដោយសាររដ្ឋាភិបាលនោះវាមិនមែនដោយសារអ្នកណាគេមិនអោយវិស័យកងទ័ពខ្លាំងទេប៉ុន្តែអង្គរៈខ្លាំងបានអ្វីដែលជាឧបករណ៍ដើម្បីពង្រឹងអំណាចរបស់បុគ្គលអានឹងខ្លាំងគ្រប់កន្លែងសម្ភារៈប្រើសិលរបស់ទំនើបប៉ុន្តែកងទ័ពដែលការពារព្រំដែនពិតប្រាកដក៏ភ្លើងអាការនឹងច្រេះកណុងទៀតហើយមកដល់ពេលនេះយើងឃើញហើយអានឹងខ្ញុំត្រឡប់មកឃើញយុទ្ធសាស្ត្រការទូតមួយទៀតក្រៅទៅពីយុទ្ធសាស្ត្រឆ្កែព្រុសក្នុងលបងវាមានយុទ្ធសាស្ត្រមួយទៀតគឺយកសម្ព័ន្ធមិត្តចាស់យកសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រហ្នឹងយកមកបន្លាយថៃប៉ុន្តែអត់ដឹងខ្លួនឯងហ្នឹងចាញ់ល្បិចគេណាខ្ញុំនិយាយសម្ដៅលើណាដំណើរទស្សនកិច្ចរបស់លោកតូលឹមហ្នឹងអគ្គលេខាធិការបកកុម្មុយនីសវៀតណាមហ្នឹងអាហ្នឹងខ្ញុំមិននិយាយពីខ្ញុំមិនបាច់បកស្រាយច្រើនខ្ញុំឃើញអ្នកវិភាគណាខ្ញុំឃើញអ្នកអត្ថាធិប្បាយសង្គមនិយាយច្រើនណាតាំងពីកំហុសការប្រូតូកូលតាំងពីណាអ្នកខ្លះរិះគន់ប្រធានព្រឹទ្ធសភាហ្នឹងថាឡើងធ្វើស្ដាច់អាហ្នឹងខ្ញុំមិននិយាយអាហ្នឹងវាដឹងគ្រប់តែគ្នាហ្នឹងមិនបាច់និយាយទៀតទេអាហ្នឹងមិនដែលទេប៉ុន្តែខ្ញុំចង់បង្ហាញការចាប់អារម្មណ៍មួយដែលចង់ឲ្យបងប្អូនពិចារណាទាំងអស់គ្នាជាពិសេសអ្នកដែលធ្វើកិច្ចការងាររឿងអ្នកដែលសិក្សានិងធ្វើកិច្ចការងាររឿងទំនាក់ទំនងអន្តរជាតិ IO សំណួរសួរចេះសំណួរសួរតើហេតុអីបានជាលោកតូលឹមហ្នឹងអគ្គលេខាធិការមជ្ឈិមបកវៀតណាមដែលជាប្រធានរដ្ឋរបស់វៀតណាមបច្ចុប្បន្ននេះជាមនុស្សកំពូលនៅក្នុងប្រទេសវៀតណាមនេះជ្រើសរើសប្រទេសកម្ពុជាជាប្រទេសទី1នៃដំណើរទស្សនកិច្ចរបស់ខ្លួនក្រោយពីជាប់អាណត្តិថ្មីមានបានចាប់អារម្មណ៍ហ្នឹងហេតុអីបានមិនជ្រើសរើសឡាវហេតុអីបានមិនជ្រើសរើសអាមេរិកដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចហេតុអីបានមិនជ្រើសរើសចិនដែលជាមហាអំណាចសេដ្ឋកិច្ចហេតុអីបានមកជ្រើសរើសកម្ពុជាផលប្រយោជន៍ផ្នែកខាងនយោបាយរបស់វៀតណាមនៅកម្ពុជាធំណាស់ធំជាងអ្វីទាំងអស់ជាពិសេសវត្តមានរបស់ជនជាតិវៀតណាមដែលកំពុងស្នាក់នៅជាអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើងឃើញមេដឹកនាំគេគិតគូរពលរដ្ឋទេនេះជាហេតុផលចម្បងទី1ជាហេតុផលចម្បងទី1ដែលអគ្គលេខាធិការគណៈបកកុម្មុយនីសវៀតណាមជ្រើសរើសមកកម្ពុជាមុនគេទី2វៀតណាមចង់បង្ហាញអំពីដែនអំណាចរបស់ខ្លួននៅលើទឹកដីកម្ពុជាទៅថៃអានេះខ្ញុំទទួលស្គាល់វៀតណាមចង់បង្ហាញទៅថៃថាកុំអញញ៉ៃอยู่នៅមុខផ្ទះអញពេកប៉ុណ្ណឹងបានហើយប៉ុន្តែបងប្អូនត្រូវចាំមិនមែនមានន័យថាវៀតណាមជួយកម្ពុជាទេមែនវៀតណាមមកលើកនេះពង្រឹងទំនាក់ទំនងរវាងកម្ពុជាវៀតណាមឡាវនេះដើម្បីជួយកម្ពុជាឲ្យបានបូរណភាពទឹកដីឲ្យបានទឹកដីដែលថៃកំពុងតែឈ្លានពាននេះមកវិញទេគ្រាន់តែចង់បង្ហាញថៃថាប៉ុណ្ណឹងបានហើយកុំឲ្យវាចលើមដាក់វាប៉ុណ្ណឹងបានហើយ
ក្លងមកឃើញអត់មានវៀតណាមអត់មានឡាវណាមាត់មួយម៉ាត់ទេពេលថៃឆ្លៀនពៀនយើងអត់មានទេចំណុចទី3ជាការសង្កេតរបស់ខ្ញុំសូមអធិស្ឋានខ្ញុំសូមកែសម្រួលរឿងតូលឹមទៅឡាវមុនបាទទៅឡាវមុនប៉ុន្តែជាប្រទេសអធិភាពទី2បន្ទាប់ពីឡាវមកហ្នឹងជាសម្ព័ន្ធមិត្តឥណ្ឌូចិនហ្នឹងចង់បង្ហាញថាវៀតណាមហ្នឹងគឺជាបានគិតគូរអំពីផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូចិននេះធំជាចម្បងធំជាងតំបន់ធំជាងសេដ្ឋកិច្ចចំណុចទី3ទន្ទឹមនឹងវៀតណាមចង់បង្ហាញដែនអំណាចរបស់ខ្លួនទៅប្រទេសថៃផងវៀតណាមក៏ចង់បង្ហាញកម្ពុជាថាកុំងាកចេញអំពីអំណាចរបស់វៀតណាមឲ្យសោះមូលហេតុដែលវៀតណាមមិនមាត់តាក់ទងទៅនឹងថៃឆ្លៀនពៀនកម្ពុជាវៀតណាមចង់បង្ហាញទៅកម្ពុជាថាប្រហែលមួយឆ្នាំ2ឆ្នាំមុនរៀងលយខ្មែរហ្នឹងរឿងព្រែកជីកហ្វូណនណារឿងទំនាក់ទំនងទិញអាវុធពីអាមេរិកឥឡូវនេះអាមេរិកបានដកអាប្រព័ន្ធអនុគ្រោះទិញអាវុធហ្នឹងហើយវៀតណាមចង់បង្ហាញថាណែពេលមានរឿងគឺមិនក៏មិនទៅពឹងអាមេរិកទៅអញ្ចឹងដំណើរទស្សនកិច្ចរបស់លោកតូលឹមមកកម្ពុជាជាប្រទេសអធិភាពនៅក្នុងតំបន់ឥណ្ឌូចិននេះគឺចង់បង្ហាញទៅកម្ពុជាថាកុំចង់ដើរចេញពីអំណាចរបស់វៀតណាមឲ្យសោះបើចង់បន្តអំណាចបន្តទៅទៀតប៉ុន្តែយើងឃើញថាមិនមែនមានន័យថាកម្ពុជាមិនឆ្លើយតបទេណាមិនមែនកម្ពុជាមិនបានផ្ដល់សញ្ញាណថាខ្លួនឯងហ្នឹងសុំទោសសុំអូនខុសហើយលើក្រោយកុំធ្វើដាក់អូនចឹងទៀតណាកម្ពុជាបានផ្ដល់សញ្ញាណទេតាក្រៅតែពីឥឡូវហ្នឹងការពង្រឹងក្រៅតែពីរឿងស្ដូបវៀតណាមទូទាំង25ខេត្តក្រុងមើលថែទាំស្ដូបនឹងបានល្អបង្ហាញអំពីគុណស្រ័យរបស់វៀតណាមនៅកម្ពុជាតាមរយៈពាក្យថាមិត្តភាពកម្ពុជាវៀតណាមដែលនៅវៀតណាមនោះបើគេដឹងថាខ្មែរយើងធ្លាប់ជួយធ្វើម៉េចឲ្យបានវៀតណាមបានប្រេងអង្គរមកវិញហ្នឹងគេដាក់រូបសំណាកហ្នឹងហើយប៉ុន្តែគ្មាននៅវៀតណាមវាមានតែនៅយើងជាការរំលឹកគុណក្រៅទៅពីហ្នឹងឥឡូវដូរសាលាមួយទៀតដាក់សាលាមិត្តភាពវៀតណាមអានេះគេធ្វើតេស្តណាគេធ្វើតេស្តដូរដាក់សាលាអញ្ចឹងទៅហើយតែបន្តិចទៀតបោះចំហៀនទៀតដែរបងប្អូនចាំសង្កេតជាមួយខ្ញុំណាបងប្អូនចាំសង្កេតតិចទៀតភ្នំបូកូគឺជាភ្នំគេហៅឋានសួគ៌ទីក្រុងឋានសួគ៌មិត្តភាពកម្ពុជាវៀតណាមបន្តិចទៀតទៅច្រកហ្នឹងហើយតិចទៀតទៅច្រកហ្នឹងហើយឲ្យតបានតែ30ដែរចង់ដូរឈ្មោះស្អីក៏ដោយនិយាយបែបនេះខ្ញុំមិនមែនមានចេតនានិយាយថាទៅឆ្លោះជាមួយអ្នកជិតខាងឲ្យអស់ទេមិនមែនមានន័យចឹងទេប៉ុន្តែធ្វើម៉េចដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងនេះឲ្យវាបានស្មើមុខស្មើមាត់ទុកកិត្តិយសឲ្យកូនចៅចំនួនក្រោយផងនឹងមិនទាន់និយាយអំពីអ្នកនយោបាយមួយចំនួនដើរបំភ័យកូនខ្មែរចំនួនក្រោយខ្លាចវៀតណាមហ្នឹងណាអ្នកខ្លះជាពិសេសអ្នកក្រៅប្រទេសអាហ្នឹងបើកកញ្ចក់តិចបំភ័យតែខ្មែរនេះឯងហ្នឹងអូវៀតណាមអត់បានទេព្រោះហ្នឹងប្រកែព្រោះហ្នឹងរួមគ្នាឃើញទេប៉ុន្តែខ្លួនឯងអត់ដែលចង់ឲ្យខ្លួនឲ្យខ្មែររួមគ្នាទេប៉ុន្តែមិនយើងមិនធ្វើឲ្យរៀងខ្លួនឯងរៀងខ្លាំងតិចទៅទំនាក់ទំនងស្មើមុខស្មើមាត់ជាប្រទេសជិតខាងដែលអាចការពារគ្នាទៅវិញទៅមកបានបែងចែកផលប្រយោជន៍សេដ្ឋកិច្ចមិនដឹងថាជាប់អីពីចំនួនមួយទៅចំនួនមួយហ្នឹងគឺ
mình đai tha côn khai nó miền mô tả nạp hiệp cho môi mê đất nòm luôn ấy bỏ mình nòm rương ní tết nòm rương nụ chộp tẻ trong nâu tụi bây giờ na cả đói bà ngày nét trong xong mà chia sẻ để riêng sầm lên ngon đấy bàn đài rương tức đây đi mà có trong có chuyện mà nu mà nè đây sờ lạnh tức sờ lạnh đây mai đấy mình copy bom ổn đấy trong mình hiên thiệp tầm hung tức chất trong sờ lạnh bồ ra thiệp tức đây ở lơ pi con tôm nó chua mốc ấy bàn tay còn mình on chiêng mình tray đi cáp xe hay mình on chiêng này là vô bài xe này trong đâu miền cái đây sừng khum bất tất ngày nét trong này dây dòng pi bọc lực lẹ cái nạn này mê được nom cho mà xiết đi và nó trong tàu lược tàu sập đá còi